ស្ថានភាពនៅក្នុងតំបន់មជ្ឈមបូព៌ាកំពុងទាញការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីសមាជិកសភារបស់អ៊ីរ៉ង់ម្នាក់អះអាងថារដ្ឋបាលទីក្រុងអ៊ីរ៉ង់កំពុងតែទាមទារថ្លៃសុវត្ថិភាពពីអ្នកដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រហាមូសដោយស្ងាត់ដែលទាររហូតដល់$2 លានក្នុងមួយជើងឯណោះច្រកសមុទ្រហាមូសគឺជាផ្លូវដឹកប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកដែលប្រហែលជា20% នៃប្រេងសកលត្រូវឆ្លងកាត់តំបន់នេះជារៀងរាល់ថ្ងៃអ្នកវិភាគអន្តរជាតិប្រមានថាប្រសិនបើជាអ៊ីរ៉ង់នឹងអនុវត្តវិធានការនេះជាដោយប្រព័ន្ធវានឹងធ្វើឲ្យថ្លៃប្រេងពិភពលោកកើនឡើងនិងបង្កសម្ពាធដល់សេដ្ឋកិច្ចសកលទោះជាយ៉ាងណាក៏ដោយមកទល់ពេលនេះមិនទាន់មានការបញ្ជាក់ថានាវាទាំងអស់នោះត្រូវបានបង់ថ្លៃនោះទេខណៈដែលព័ត៌មានបានបញ្ជាក់ថាវាអាចអនុវត្តចំពោះតែនាវាដែលស្នើសុំការវិធានការសុវត្ថិភាពពិសេសប៉ុណ្ណោះហេតុអ្វីបានជាវាសំខាន់ប្រហែលជា20% នៃប្រេងពិភពលោកត្រូវបានឆ្លងកាត់បើមានការទាមទារបង់ថ្លៃបែបនេះអាចនឹងធ្វើឲ្យថ្លៃប្រេងឡើងខ្ពស់ក្រុមហ៊ុនដឹកជញ្ជូនអាចនឹងត្រូវបង់ថ្លៃធានារ៉ាប់រងខ្ពស់ជាងមុន